សួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះដែរយើងមកបន្តសាច់រឿងរបស់យើងដែលជារឿងបលាំងត្រាទ្រាទាំងអស់គ្នាប៉ុន្តែមុននឹងឈានចូលដល់សាច់រឿងខ្ញុំក៏មានរឿងមួយចំនួនដែរដែលត្រូវនិយាយដែលរឿងនោះគឺមូលហេតុអីបានជាខ្ញុំចេញវីដេអូយូរហើយសម្រាប់មូលហេតុវិញគឺដោយសារតែខ្ញុំជាប់រវល់រៀនផងហើយខ្ញុំធ្វើការផងដូច្នេះហើយខ្ញុំក៏អត់សូវមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើវីដេអូដែរហើយមួយវិញទៀតគឺដោយសារតែ channel របស់ខ្ញុំហ្នឹងគឺវាអត់ទាន់គ្រប់ចំនួនដែលអាចរកលុយបាននោះទេដូច្នេះហើយខ្ញុំក៏ធ្វើវាបណ្ដើរសិនហើយនៅពេលណាដែល channel របស់ខ្ញុំហ្នឹងគឺវាអាចនឹងរកលុយបានហើយពេលហ្នឹងដែរក៏ខ្ញុំនឹងចាប់ផ្ដើមធ្វើវីដេអូឲ្យបានច្រើនជូនអ្នកទាំងអស់គ្នាទស្សនាដូច្នេះហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំចេញវីដេអូបានច្រើននោះអ្នកទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយផងដើម្បីឲ្យវាឆាប់គ្រប់ចំនួនដែលអាចរកលុយបានតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងកាត់ចូលទៅកាន់សាច់រឿងរបស់យើងវិញដែលយើងទាំងអស់គ្នាបានដឹងហើយថាសាច់រឿងនៅក្នុងភាគមុនហ្នឹងគឺបានបញ្ចប់នៅពេលដែលព្រឹទ្ធាយាយមកគាត់បានបញ្ចេញលោកស្នៀត4រួមបញ្ចូលគ្នាដើម្បីធ្វើការវាយប្រហារទៅកាន់ឆៃហើយបន្ទាប់ពីស្នៀតទាំង4នេះបានរួមបញ្ចូលគ្នាហើយយើងក៏បានឃើញថាមានបិសាចដ៏ធំមួយបានលេចរូបរាងឡើងនៅចំពោះមុខឆៃហើយបិសាចនោះក៏បំរុងធ្វើការវាយប្រហារទៅកាន់ឆៃផងដែរហើយភ្លាមនោះដែរព្រឹទ្ធាចារ្យច្រើនគាត់ក៏បាននិយាយផងដែរថាបេក្ខជនដែលមកពីសម្ព័ន្ធវេទមន្តគឺគាត់ពិតជាមានកម្លាំងខ្លាំងហើយវេទមន្តដែលគាត់ប្រើប្រាស់ហ្នឹងសូម្បីតែគាត់ផ្ទាល់ក៏មិនដែលធ្លាប់បានឃើញពីមុនមកផងដែរហើយសូម្បីតែហានអ៊ីក៏គាត់បាននិយាយផងដែរថាធម្មពលពណ៌ខ្មៅនេះគឺវាពិតជាមានកម្លាំងខ្លាំងមែនទែនហើយបើសិនបើការប្រកួតនេះឡងហៅឈិនជាអ្នកប្រកួតប្រហែលជាអាចនឹងទប់ទល់ជាប់ប៉ុន្តែយើងក្រឡេកមកមើលឡងហៅឈិនវិញដោយសារតែគាត់បានដឹងពីសមត្ថភាពរបស់ឆៃរួចហើយដូច្នេះហើយគាត់ក៏មានសង្ឃឹមថាឆៃគឺនឹងអាចយកឈ្នះទៅលើព្រឹទ្ធាយាយមូបានផងដែរហើយបន្ទាប់ពីស្នៀតទាំង4របស់ព្រឹទ្ធាយាយមូធ្វើការវាយប្រហារទៅកាន់ឆៃភ្លាមនោះដែរគាត់ក៏មានការព្រួយបារម្ភបន្តិចផងដែរដោយគាត់បាននិយាយថាតើឆៃអាចគេចផុតពីស្នៀតវាយប្រហាររបស់គាត់បានដែរឬទេហើយរឿងដែលគាត់ព្រួយបារម្ភនោះគឺថាដោយសារតែស្នៀតទាំង4របស់គាត់ហ្នឹងគឺជាស្នៀតកំពូលរបស់គាត់ហើយអញ្ចឹងហើយគាត់ខ្លាចឆៃត្រូវរបួសខ្លាំងដូច្នេះហើយបានជាគាត់មានការព្រួយបារម្ភប៉ុន្តែគ្រាន់តែគាត់និយាយចប់ហើយភ្លាមនោះដែរឆៃក៏បានបំលាស់ទីមកយ៉ាងលឿនដែលស្ថិតនៅចំពោះមុខព្រឹទ្ធាយាយមូហើយភ្លាមនោះដែរឆៃក៏បានធ្វើការវាយប្រហារទៅកាន់ព្រឹទ្ធាយាយមូវិញដោយគាត់មិនបានដឹងទេថាឆៃក៏ជាអ្នកដែលមានទេពកោសល្យចំនួនក្រោយដែលបានបំបែកចូលទៅកាន់កម្រិតទី9នោះទេហើយគាត់ក៏បានបន្តទៀតដែរថាការម្លាស់ទីរបស់ឆៃគឺពិតជាលឿនដែលសូម្បីតែជើងខ្លាំងកម្រិតទី9ដូចជាគាត់ហ្នឹងក៏មិនអាចមើលឃើញច្បាស់ពីការម្លាស់ទីរបស់ឆៃផងដែរហើយគាត់ក៏បានប្រាប់ទៅកាន់ឆៃផងដែរថាឲ្យឆៃគឺធ្វើការប្រយុទ្ធជាមួយនឹងបិសាចនោះហើយប្រសិនបើឆៃសម្លាប់ឬក៏ធ្វើការបំផ្លាញនៅបិសាចនោះក៏វាមិនមានផលប៉ះពាល់ទៅដល់គាត់នោះទេហើយបន្ទាប់ពីឆៃនាងបានលើព្រឹទ្ធាយាយមូនិយាយដូច្នេះហើយនាងក៏បានហោះឡើងទៅលើដើម្បីធ្វើការប្រយុទ្ធជាមួយនឹងបិសាចមួយនោះប៉ុន្តែយើងងាកមកមើលបិសាចមួយនោះវិញដោយសារតែវាឃើញឆៃជាមនុស្សស្រីដែលមានរូបរាងតូចវាក៏បាននិយាយទៅកាន់ឆៃផងដែរថាអ្នកគឺនៅមានពេលគ្រប់គ្រាន់ដើម្បីសុំចោះចាញ់ខ្ញុំប៉ុន្តែវាហ៊ាននិយាយដូច្នេះពីព្រោះថាវាមិនដឹងថាឆៃខ្លាំងប៉ុណ្ណានោះទេហើយគ្រាន់តែវានិយាយចប់ហើយភ្លាមនឹងដែរឆៃក៏បានបញ្ចេញស្នៀតមួយដែលមានឈ្មោះថា The Sport Slash ប៉ុន្តែអត់ដឹងថាស្នៀតនេះបកប្រែជាភាសាខ្មែរមិនទេអ្នកទាំងអស់គ្នាខ្ញុំសូមនិយាយតែភាសាអង់គ្លេសទៅបានហើយគ្រាន់តែបិសាចមាននេះបានឃើញពីស្នៀតរបស់ឆៃហើយវាក៏បានបើកភ្នែកធំផងដែរពីព្រោះថាស្នៀតរបស់ឆៃគឺពោពេញទៅដោយធម៌ពលនៃដែនពិឃាតហើយព្រាននោះដែរឆៃក៏បានប្រើប្រាស់ស្នៀតមួយនេះដើម្បីធ្វើការវាយប្រហារទៅកាន់បិសាចមួយនោះផងដែរដោយបិសាចមួយនោះក៏បានគិតថានេះគឺមិនត្រូវទេខ្ញុំទេទៅជាធម៌ពលវិឃាតប៉ុន្តែហេតុអ្វីបានជាមានធម៌ពលវិឃាតពិតប្រាកដធ្វើការវាយប្រហារមកលើរូបខ្ញុំដូច្នេះហើយគ្រាន់តែបិសាចមួយនោះនិយាយចប់ហើយព្រាននោះដែរឆៃក៏បានហោះឡើងទៅលើប្រើប្រាស់នៅដែនធម្មពលរបស់នាងដែលមានឈ្មោះថា Purification Field ដោយគ្រាន់តែឆៃប្រើប្រាស់ស្នៀតមួយនេះហើយយើងក៏បានឃើញដែរថាមានស្លាបពណ៌ខ្មៅមួយគូដែលស្ថិតនៅពីខាងក្រោយឆៃហើយធម្មពលរបស់វាគឺពិតជាខ្លាំងជាងស្នៀតដែលឆៃប្រើអំបញ្ញមិញទៅទៀតដោយគ្រាន់តែឆៃបានបញ្ចេញនៅដែនធម្មពលវិឃាតរបស់នាងហើយក៏បានធ្វើឲ្យបិសាចមួយនោះមានការឈឺចាប់ជាខ្លាំងហើយសូម្បីតែព្រឹទ្ធាចារ្យលីក៏គាត់បាននិយាយផងដែរថាតើនេះគឺជាអំណាចនៃដែនវិឃាតប្រភេទអ្វីដែលសូម្បីតែខ្លួនគាត់ផ្ទាល់ក៏មិនដែលបានឃើញពីមុនមកនោះទេប៉ុន្តែយើងក្រឡេកមកមើលឡងហៅឈិនវិញគាត់ក៏បាននិយាយផងដែរថាឆៃអ្នកគឺពិតជាធ្វើបានល្អខ្លាំងណាស់បន្ទាប់ពីព្រឹទ្ធាយាយមូគាត់បានឃើញបិសាចដែលខ្លួនបានបង្កើតត្រូវបានបំផ្លាញដោយស្នៀតរបស់ឆៃភ្លាមមកដែរគាត់ក៏បាននិយាយផងដែរថាតើនេះមានរឿងអ្វីកើតឡើងតើហេតុអ្វីបានជាឆៃអាចបំផ្លាញនៅធម្មពលខ្មៅរបស់គាត់បានហើយឆៃក៏បានតបទៅកាន់ព្រឹទ្ធាយាយមូផងដែរថាខ្ញុំបានដឹងថាអ្នកគឺមានសមត្ថភាពក្នុងការប្រើប្រាស់នៅវេទមន្តខ្មៅ
ប៉ុន្តែទោះបីជាវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាក៏ដោយក៏វាស្ថិតនៅក្រោមអំណាចនៃដែនពិឃាតរបស់ខ្ញុំដែរពីព្រោះថាអំណាចនៃដែនពិឃាតរបស់ខ្ញុំគឺវាមានលក្ខណៈពេញលេញដូច្នេះហើយត្រឹមវេទមន្តខ្មៅរបស់អ្នកគឺវាមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងអំណាចនៃដែនធម្មពលវិឃាតរបស់ខ្ញុំនោះទេដែលយើងក៏បានឃើញហើយថាធម្មពលវិឃាតរបស់ឆៃអឺគឺពិតជាខ្លាំងដែលស្ទើរតែអាចឆក់យកជីវិតព្រឹទ្ធាយាយមូបានក្នុងពេលតែមួយរំពេចបាត់ទៅហើយដោយអំណាចនៃដែនធម្មពលនេះវាគឺពិតជាខ្លាំងព្រានមកតែក៏បានធ្វើឲ្យព្រឹទ្ធាយាយមូមានការតក់ស្លុតជាខ្លាំងផងដែរហើយរំពេចនោះគាត់ក៏បានសុំចោះចាញ់នៅក្នុងការប្រកួតមួយនេះផងដែរដែលព្រាននោះដែរព្រឹទ្ធាចារ្យឆិនជឿទៀនគាត់ក៏បានប្រកាសផងដែរថាការប្រកួតរវាងឆៃអឺហើយនិងព្រឹទ្ធាយាយមូអ្នកឈ្នះគឺបានទៅលើឆៃអឺដែលជាសមាជិកក្រុមរបស់ឡុងហាវឈិនហើយព្រាននោះដែរគាត់ក៏បានប្រកាសពីការប្រកួតគ្នាដែលស្ថិតនៅក្នុងជុំបន្ទាប់គឺយីងអឺដែលមកពីសមាជិកក្រុមរបស់ឡុងហាវឈិនត្រូវប្រកួតគ្នាជាមួយនឹងព្រឹទ្ធាចារ្យលីដែលមកពីសម្ព័ន្ធវេទមន្តហើយព្រាននោះដែរយីងអឺនាងក៏បាននិយាយទៅកាន់ព្រឹទ្ធាចារ្យលីផងដែរថាម្ចាស់សម្ព័ន្ធលីការប្រកួតនេះគឺមិនស្ថិតនៅក្នុងតំណែងជាពូនឹងក្មួយនឹងគ្នានោះទេប៉ុន្តែការប្រកួតនេះគឺពួកយើងស្ថិតនៅក្នុងឋានៈជាសត្រូវនឹងគ្នាដោយលឺឆៃអឺនាងនិយាយដូច្នេះព្រឹទ្ធាចារ្យលីគាត់ក៏បានលួចញញឹមបន្តិចផងដែរហើយបន្ទាប់មកការប្រកួតក៏បានឈានចូលមកដល់ប៉ុន្តែព្រាននោះដែរព្រឹទ្ធាចារ្យលីគាត់ក៏បាននិយាយទៅកាន់យីងអឺផងដែរថាក្មេងតូចខ្ញុំចង់ធ្វើការភ្នាល់មួយជាមួយអ្នកដោយខ្ញុំនឹងមិនអោយអ្នកធ្វើការវាយប្រហារភ្លាមៗមកកាន់ខ្ញុំនោះទេពីព្រោះអីខ្ញុំដឹងថាការកោះហៅនៅសត្វវេទមន្តរបស់អ្នកគឺត្រូវការពេលវេលាដូច្នេះហើយខ្ញុំនឹងទុកពេលឲ្យអ្នកកោះហៅនៅសត្វវេទមន្តទៅតាមអ្វីដែលអ្នកចង់បានប៉ុន្តែយើងក្រឡេកមកមើលអ្នកទស្សនាវិញដោយពួកគេក៏បាននិយាយផងដែរថាការប្រកួតនេះគឺពួកគេកម្របានឃើញខ្លាំងណាស់ពីព្រោះថាវាគឺជាការប្រកួតរបស់គ្រូវេទមន្តកម្រិតខ្ពស់ហើយពួកគេក៏រំពឹងផងដែរថាការប្រកួតនេះគឺពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់បន្ទាប់ពីពួកគេនិយាយចប់ហើយ3នាទីក៏បានកន្លងផុតទៅភ្លាមនឹងដែរយើងក៏បានឃើញថាមានក្បួនថាមពលមួយដ៏ធំដែលបានបញ្ចេញមកពីព្រឹទ្ធាចារ្យលីដែលធ្វើឲ្យឆៃអឺនាងក៏បានដកដង្ហើមធំបន្តិចផងដែរហើយបន្ទាប់ពីព្រឹទ្ធាចារ្យលីគាត់បានឃើញយីងអឺនៅស្ងៀមស្ងាត់បែបនេះគាត់ក៏បាននិយាយទៅកាន់នាងផងដែរថាក្មេងតូចប្រសិនបើអ្នកនៅស្ងៀមស្ងាត់បែបនេះតើអ្នកនឹងប្រើប្រាស់ស្នេហ៍អ្វីដើម្បីវាយប្រហារមកកាន់ខ្ញុំវិញប៉ុន្តែយីងអឺក៏បានតបទៅវិញផងដែរថាខ្ញុំបានត្រៀមខ្លួនរួចហើយព្រឹទ្ធាចារ្យលីបន្ទាប់ពីនាងនិយាយចប់ហើយភ្លាមនឹងដែរនាងក៏បានកោះហៅនៅច្រកទ្វារទាំង36របស់នាងចេញមកហើយចំណែកឯសត្វវេទមន្តដែលចេញពីច្រកទ្វារទាំង36នេះគឺសុទ្ធតែជាសត្វវេទមន្តដែលមានកម្រិតខ្ពស់ដែលធ្វើឲ្យព្រឹទ្ធាចារ្យឆិនគាត់ក៏មានការភ្ញាក់ផ្អើលផងដែរពីព្រោះថាសត្វវេទមន្តដែលចេញពីច្រកទ្វារទាំង36នេះគឺសុទ្ធតែសត្វវេទមន្តកម្រិតទី8និងទី9ហើយបន្ទាប់មកនាងក៏បានបញ្ជាឲ្យសត្វវេទមន្តទាំងអស់នោះធ្វើការវាយប្រហារទៅកាន់ព្រឹទ្ធាចារ្យលីដែលធ្វើឲ្យព្រឹទ្ធាចារ្យលីគាត់ក៏បានលួចញញឹមបន្តិចផងដែរប៉ុន្តែដោយយើងមិនទាន់ដឹងថាព្រឹទ្ធាចារ្យលីនឹងប្រើប្រាស់ស្នៀតអ្វីដើម្បីទប់ទល់ជាមួយនឹងសត្វវេទមន្តកម្រិតខ្ពស់របស់ឆៃអឺផងសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាសាច់រឿងនៅក្នុងភាពបន្តនឹងទៅជាយ៉ាងណាកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាហើយខ្ញុំក៏សូមអរគុណអ្នកក្លាហានគ្រប់ក្រុមគ្រប់បកទាំងអស់គ្នាផងដែរដែលតាមដានទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយបាយបាយអ្នកទាំងអស់គ្នា